ទំលាប់នៃការកេងទឹក6អាចបង្ហាញអំពីបុគ្គលិកលក្ខណៈរបស់អ្នកបានយ៉ាងច្បាស់ថ្ងៃនេះយើងពិតជាមានក្តីរំភើបក្នុងការបង្ហាញនៃការធ្វើតែដ៏សាមញ្ញមួយដែលអាចបង្ហាញបានយ៉ាងច្រើនអំពីអត្តសញ្ញាណពិតរបស់អ្នកជឿជាក់លើពួកយើងចុះវាពិតជាសាមញ្ញណាស់សូមទស្សនាវីដេអូនេះហើយជ្រើសរើសកាយវិការនៃការកេងណាមួយដែលអ្នកគិតថាអ្នកកេងញឹកញាប់បំផុតដើម្បីស្វែងយល់អ្វីដែលថ្មីអំពីខ្លួនអ្នកកាយវិការទី1ការកេងកោងជង្គង់ចិនក្រៃអ្នកវិទ្យាសាស្ត្រនិយាយថានេះគឺជាកាយវិការដ៏ល្អបំផុតមួយសម្រាប់សុខភាពដើម្បីឲ្យអ្នកកេងលក់ស្រួលពេញមួយយប់មានការពិតមួយទៀតគឺប្រសិនបើអ្នកមិនអាចកេងលក់បានដោយមិនបត់ជង្គង់ចេញក្រៅក្នុងពេលកំពុងកេងផ្អៀងទេនោះមានន័យថាអ្នកគឺជាមនុស្សដែលស្ងប់ស្ងាត់និងគួរឲ្យទុកចិត្តវាមិនងាយទេដែលការធ្វើឲ្យអ្នកអន់ចិត្តនិងអ្នកក៏មិនខ្លាចចំពោះអនាគតដែរអ្នកតែងតែញញឹមសូម្បីតែនៅព្រឹកដ៏សែនស្រពោននារដូវរងាហើយអាចសម្របខ្លួនទៅនឹងរាល់ការផ្លាស់ប្ដូរដែលកើតឡើងក្នុងជីវិតមើលទៅអ្នកគឺជាមនុស្សដែលមើលឃើញពិភពលោកក្នុងផ្លូវល្អកាយវិការទី2កេងអង្គុយដោយទីរក់ក្នុងផ្ទៃនេះគឺជាកាយវិការកេងដែលពេញនិយមបំផុតមួយនៅក្នុងពិភពលោកប្រសិនបើអ្នកកេងក្នុងកាយវិការនេះជាចម្បងមានន័យថាអ្នកតែងតែមានអារម្មណ៍ថាត្រូវការការប៉ាពាការយល់ដឹងនិងការអាណិតអាសូរតាមរយៈការកេងកោងខ្លួនបែបនេះអ្នកកំពុងព្យាយាមកាត់ផ្តាច់ខ្លួនឯងចេញពីបញ្ហាដែលអ្នកជួបប្រទះជារៀងរាល់ថ្ងៃទោះបីជាមើលពីខាងក្រៅអ្នកហាក់ដូចជារឹងមាំប៉ុន្តែអ្នកគឺជាមនុស្សដែលមានចិត្តរំភើបខ្លាំងផ្លូវដ៏ល្អបំផុតដើម្បីបញ្ចេញទេពកោសល្យនិងសក្តានុពលរបស់អ្នកគឺការគូររូបរៀនរាំឬសរសេរប្លុកកុំអៀនខ្មាស់អីចូលបញ្ចេញភាពច្នៃប្រឌិតរបស់អ្នកមកកាយវិការទី3កេងផ្កាប់ប្រសិនបើអ្នកកេងផ្កាប់ដោយមានដៃនិងជើងលយចេញក្រៅនោះអ្នកអាចហៅខ្លួនឯងថាជាអ្នកដឹកនាំក្នុងនាមជាមនុស្សដែលមានចិត្តឆាប់រហ័សអ្នកចូលចិត្តផ្ដើមគំនិតនិងធ្វើឲ្យប្រកាសថាមានសណ្ដាប់ធ្នាប់ទាំងក្នុងជីវិតផ្ទាល់និងការងារអ្នកចូលចិត្តរៀបចំគម្រោងគ្រប់យ៉ាងទុកជាមុនហើយមិនសូវចូលចិត្តការភ្ញាក់ផ្អើលប៉ុន្មានទេអ្នកពិបាកនឹងទទួលការរិះគន់ផ្ទាល់ខ្លួនប៉ុន្តែសមត្ថភាពនៃការតស៊ូនិងស្មារតីទទួលខុសត្រូវរបស់អ្នកជួយឲ្យអ្នកសម្រេចបាននូវជោគជ័យដ៏អស្ចារ្យកាយវិការទី4កេងផ្ងាប្រសិនបើអ្នកកេងផ្ងានោះអ្នកទំនងជាមនុស្សដែលវិជ្ជមានដែលស្រឡាញ់ជីវិតនិងចូលចិត្តរាប់អានមិត្តភ័ក្តិម្យ៉ាងទៀតអ្នកចូលចិត្តស្ថិតនៅចំណុចកណ្ដាលនៃការចាប់អារម្មណ៍អ្នកធ្វើការដោយអត់ធ្មត់និងទទិញប៉ុន្តែក្នុងរបៀបសមហេតុផលហើយចូលចិត្តនិយាយការពិតជានិច្ចមនុស្សដែលកេងក្នុងកាយវិការនេះច្រើនតែមានបុគ្គលិកលក្ខណៈរឹងមាំខ្លាំងកាយវិការទី5កេងដោយទីហ៊ាន The Soldier ប្រសិនបើអ្នកកេងដោយទីហ៊ានដែលកំពុងឈរត្រង់ដោយកេងផ្ងាហើយដាក់ដៃផ្អឹបនឹងចំហៀងខ្លួននោះអ្នកអាចហៅខ្លួនឯងថាជាមនុស្សដែលមានតុល្យភាពក្នុងជីវិតអ្នកស្គាល់គោលដៅជីវិតខ្លួនឯងច្បាស់និងតាំងចិត្តយ៉ាងមូលមាំដើម្បីសម្រេចវាអ្នកអាចជាមនុស្សតឹងរឹងម៉ត់ចត់និងមានតម្រូវការខ្ពស់ប៉ុន្តែភាគច្រើនគឺតម្រូវលើខ្លួនឯងតែប៉ុណ្ណោះលើសពីនេះទៅទៀតអ្នកក៏ជាអ្នកស្ដាប់ដ៏ល្អម្នាក់ផងដែរនោះហើយជាមូលហេតុដែលអ្នកមានមិត្តភក្តិច្រើនកាយវិការទី6កេងលើកជង្គង់មុខខាងឡើងប្រសិនបើអ្នកកេងដោយសក្តិរសាដែលមានជង្គង់មុខខាងលើកឡើងនោះវាអាចមានន័យថាអ្នកគឺជាមនុស្សដែលពិបាកទីចិនដែលតែងតែត្រូវបានទាក់ទាញដោយការផ្សងព្រេងគប់ប្រភេទទោះជាយ៉ាងណាក៏ដោយជួនកាលអារម្មណ៍របស់អ្នកប្រែប្រួលលឿនពេករហូតធ្វើឲ្យមនុស្សជុំវិញខ្លួនមានការយល់ច្រឡំជាញឹកញាប់អ្នកយល់ថាវាពិបាកក្នុងការសម្រេចចិត្តនិងជ្រើសរើសជាទូទៅអ្នកមានចំណូលចិត្តទៅលើស្ថិរភាពភាពហ្មត់ចត់សន្តិភាពនិងភាពស្ងប់ស្ងាត់ទាំងក្នុងកន្លែងធ្វើការនិងក្នុងជីវិតប្រសិនបើអ្នកកេងក្នុងកាយវិការខុសៗគ្នាច្រើនជាងមួយកាយវិការនោះគឺជាសញ្ញាដែលបង្ហាញថាអ្នកមានបុគ្គលិកលក្ខណៈចម្រុះវាមានន័យថាអ្នកមានជំរៅចិត្តដែលលាក់កំបាំងដែលសូម្បីតែខ្លួនអ្នកផ្ទាល់ក៏មិនទាន់យល់ច្បាស់នៅឡើយដែរចុះចំណែកអ្នកវិញតើពួកយើងបានទីត្រូវអំពីបុគ្គលិកលក្ខណៈរបស់អ្នកដែរឬទេសូមចែករំលែកមតិរបស់អ្នកនៅក្នុងប្រអប់ comment ខាងក្រោមហើយប្រសិនបើអ្នកចូលចិត្តវីដេអូនេះសូមចុច like ក្នុងករណីដែលអ្នកទើបតែចូលមកកាន់ channel របស់យើងជាលើកដំបូងសូមចុច subscribe ដើម្បីទទួលបានចំណេះដឹងល្អៗនៅក្នុងជីវិត